នៅក្នុងថ្ងៃទី17ខែកក្កដានេះត្រូវជាថ្ងៃរោងទឹកយ៉ាងឆ្នាំដែលល្អប្រសើរដែលហេងនៅក្នុងថ្ងៃនេះផ្ទាល់មានឆ្នាំរកាវោកហើយនឹងជូតចំណែកឯអ្នកដែលត្រូវការធាតុទឹកហើយនឹងដីក៏ល្អ 50% ផងដែរក្នុងករណីឆ្នាំទាំង3នេះត្រូវការធាតុទឹកហើយនឹងដីមានន័យថាកាន់តែល្អថែមមួយកម្រិតថែមទៀតចំពោះឆ្នាំដែលគួរតែមានការប្រុងប្រយ័ត្នទៅលើការសម្រេចចិត្តការគ្រប់គ្រងនៅមុខរបរអាជីវកម្មលំហូរសាច់ប្រាក់ក៏ដូចជាការបើកបរមានឆ្នាំចធាតុភ្លើងវ័យ21ឆ្នាំនិងចធាតុដីវ័យ69ឆ្នាំទិសដែលយើងគួរតែជៀសវាងប្រុងប្រយ័ត្ននៅក្នុងការជួសជុលស្វាដំបុកគ្រឹះរក្សាភាពស្ងៀមស្ងាត់មានទិសខាងត្បូងហើយនឹងកណ្ដាលផ្ទះឬក៏កណ្ដាលបន្ទប់ចំណែកឯទិសល្អដែលយើងអាចធ្វើការអង្គុយប្រើប្រាស់ឬក៏ក្នុងករណីយើងចង់ចាប់លៀបយើងអាចប្រើប្រាស់បាននៅទិសខាងជើងទី3 15អង្សាដោយការដាក់ទឹកមានចលនានៅក្នុងចន្លោះម៉ោង9ទៅម៉ោង11ថ្ងៃត្រង់និងមួយវេនទៀតក្នុងករណីខកខានយើងធ្វើម៉ោង9ទៅម៉ោង11យប់ការអធិដ្ឋានសមាធិបន់ស្រន់ការធ្វើកិច្ចតាមបែបសាសនាយើងឃើញថាមានភាពល្អប្រសើរនៅក្នុងថ្ងៃនេះផ្ទាល់អ្វីដែលយើងគួរតែមានការប្រុងប្រយ័ត្ននៅក្នុងថ្ងៃនេះដូចជាការបុកគ្រឹះសាងសង់អាពាហ៍ពិពាហ៍ផ្លាស់ប្ដូរទីលំនៅចុះហត្ថលេខាលើកិច្ចសន្យាឬកិច្ចព្រមព្រៀងពាណិជ្ជកម្មការបណ្ដាក់ទុនវិនិយោគស្វែងរកការព្យាបាលតាមបែបវិទ្យាសាស្ត្រពិនិត្យសុខភាពការធ្វើទីផ្សារទំនាក់ទំនងគួរតែមានការយកចិត្តទុកដាក់ពិនិត្យពិច័យឲ្យបានល្អិតល្អន់មុននឹងធ្វើការសម្រេចចិត្តនៅក្នុងថ្ងៃនេះផ្ទាល់ចំពោះបងប្អូនដែលមានចំណាប់អារម្មណ៍នៅក្នុងការធ្វើការសមាធិតាមបែបឈីមិនទុនជាយើងអាចធ្វើបាននៅក្នុងចន្លោះម៉ោង9ទៅម៉ោង11ថ្ងៃត្រង់ដោយការបែរខ្នងទៅទិសខាងត្បូងឈៀងខាងលិចនៅក្នុងម៉ោងវេលានេះទិសខាងត្បូងឈៀងខាងលិចមានអាទិទេព Moon Star Pillar ហើយនឹង Lidorយើងធ្វើការបែរខ្នងទៅកាន់ទិសដៅដែលបានកំណត់ធ្វើចិត្តយើងឲ្យស្ងប់គ្រប់គ្រងនៅចង្វាក់ដង្ហើមរបស់យើងប្រើចិត្តយើងឲ្យដូចជាការពិតនៅការលាងសម្អាតនៅធម្មពលអវិជ្ជមានភាពសោយស្រេះស្មុគស្មាញនៅក្នុងចិត្តកាយវិញ្ញាណរបស់យើងហើយទទួលមកវិញនៅលាភសំណាងទ្រព្យសម្បត្តិហិរញ្ញវត្ថុការជួយទំនុកបម្រុងគាំពារយកអាសាពីសំណាក់មនុស្សជុំវិញខ្លួនការស្វែងរកនៅព័ត៌មានគម្រោងផែនការអាជីវកម្មនៅក្នុងការដឹកនាំជីវិតរបស់យើងក៏ដូចជាដឹកនាំអាជីវកម្មមុខរបររបស់យើងឲ្យកាន់តែល្អប្រសើរថែមទៀតរយៈពេលនៃការធ្វើយើងអាចធ្វើពី5នាទីទៅ15នាទីទៅតាមលក្ខខណ្ឌជាក់ស្ដែងដែលបងប្អូនមានសម្រាប់សំណួរឬក៏ចម្ងល់បន្ថែមបងប្អូនអាចទម្លាក់នៅក្នុងក្រុម Telegram ដែលខ្ញុំដាក់ជា link និង QR នៅពីលើ page នេះផ្ទាល់ជូនពរសំណាងល្អ